នេះគឺជាយប់ថ្ងៃទី3នៃអង្គរសង្ក្រាន្តនៅក្នុងខេត្តសៀមរាបបងប្អូនបាទហើយកន្លែងនេះគឺជាកន្លែងដែលគេរៀបចំជាលក្ខណៈថាធ្វើជាតន្ត្រីហើយការរាំរែកជាលក្ខណៈបុរាណបងប្អូននៅទសវត្សរ៍ឆ្នាំ1960បាទហើយមានការដាក់តាំងជារបស់ចាស់របស់បារាណមើលទៅគឺស្អាតប្លែកភ្នែករបស់ខ្លះគឺថាខ្ញុំផ្ទាល់អត់ដែលបានឃើញពីមុនមកទេដូចជាទូរទស្សន៍ធំហើយមានរបស់ចាស់ដូចជាឧបករណ៍បញ្ចាំងកុនមានស៊ីក្លូបាទមានឡានហើយមានម៉ូតូចាស់អញ្ចឹងណាយើងមើលទៅគឺប្លែករបៀបសម័យក្នុងឆ្នាំ1960បងប្អូនបាទហើយចំពោះចង្វាក់រាំដែលគេធ្វើការលេងភ្លេងរាំជុំគ្នាជាលក្ខណៈសាធារណៈហ្នឹងគឺថាមានភាគច្រើនគឺជាបទចម្រៀងដែលចាស់បាទចង្វាក់រាំចាស់បាទហើយសម្រាប់ពូមីងឬក៏អ៊ំដែលគាត់កើតតន់នៅសម័យនោះនិយាយទៅគាត់ជាអនុស្សាវរីយ៍របស់គាត់បាទគាត់នឹកឃើញនៅអតីតកាលរបស់គាត់នៃប្រទេសយើងកាលពីមុនសម័យសង្គ្រាមបាទហ្នឹងហើយអញ្ចឹងការដែលគេដាក់តាំងរៀបចំនោះគឺនៅក្នុងបរិវេណសួនព្រះរាជដំណាក់បងប្អូននៅក្នុងខេត្តសៀមរាបដោយបងប្អូនបានជ្រាបខ្លះហើយថានៅក្នុងថ្ងៃអង្គរសង្ក្រាន្តហ្នឹងគឺថាមានការរៀបចំច្រើនមែនទែនបងប្អូន2-3កន្លែងឯណោះបាទមានតាំងពីនៅក្នុងក្រុងជុំវិញស្ទឹងបាទ Pub Street ហើយនៅតំបន់ប្រាសាទហើយនៅតំបន់ខ្ជុំរូជាដើមបាទមានការរៀបចំច្រើនហើយនៅក្នុងនោះក៏មានកន្លែងនេះមួយដែរជាកន្លែងដែលរៀបចំពិព័រណ៍របស់ចាស់ហើយមានការប្រគំជាតន្ត្រីជាលក្ខណៈទសវត្សរ៍60បាទហើយឃើញថាមានប្រជាពលរដ្ឋបាទមានទាំងក្មេងទាំងចាស់បាទគាត់មករីករាយបាទជាមួយនឹងបរិយាកាសបាទនៅក្នុងថ្ងៃទី3យប់ថ្ងៃទី3នៃអង្គរសង្ក្រាន្តនៅខេត្តសៀមរាបយ៉ាងនេះ